ពីវីដេអូថ្ងៃមុនខ្ញុំបានចែកម្លែកបងប្អូនពីការធ្វើជាមួយតំណាប់ស្វាយបងប្អូនចាដល់ពេលថ្ងៃហ្នឹងខ្ញុំមកចែកម្លែកបងប្អូនពីជាមួយនឹងការធ្វើជាតំណាប់ដូងម្ដងបងប្អូនចាហើយបើនិយាយទៅការធ្វើជាតំណាប់ដូងហ្នឹងបងប្អូននិយាយទៅងាយស្រួលជាងជាមួយធ្វើនឹងតំណាប់ស្វាយទៀតចាជម្រាបសួរសម្រាប់ចិត្តសម្រាប់បេះដូងបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាមកជួយជាមួយនឹងជេលីម្ដងទៀតណាហើយសម្រាប់ជាការខ្ញុំធ្វើតំណាប់ដូងថ្ងៃហ្នឹងដោយសារដូងហ្នឹងផឹកទឹកអស់ទៅដល់ពេលទៅនៅសល់សាច់ដូងបងប្អូនប៉ុន្តែបើនិយាយសាច់ដូងហ្នឹងគឺថាมันខ្ចីពេកហើយក៏មិនចាស់ពេកដែរបងប្អូនបើនិយាយទៅមកល្មមលើរបៀបថាដូងយើងយកមកខំសាច់រៀងច្របអញ្ចឹងណាហើយសម្រាប់ការខ្ញុំធ្វើជាមួយតំណាប់ដូងហ្នឹងគឺថាមានចំនួនដូង2ទេបងប្អូនចាហើយសម្រាប់ដូងហ្នឹងយើងឆ្កឹះមកហើយទៅអាចជាប់រៀងក្រហមសវកហ្នឹងបងប្អូនតែថាឆ្កឹះវាឲ្យស្អាតអីអញ្ចឹងណាបងប្អូនដល់ពេលអញ្ចឹងទៅចិត្តជាចំណិតស្ដាងយកកបាត់មុខ2ចិត្តឲ្យអស់អីអញ្ចឹងទៅបងប្អូនចាចិត្តឲ្យអស់ហើយយកលាងទឹកម្សៅសិនហើយក៏សម្រោះដាក់ក្នុងកញ្ឆេងអីសិនណាបងប្អូនដល់ពេលបើនិយាយទៅយើងធ្វើតំណាប់ដូងអញ្ចឹងពេលណាយើងធ្វើហើយដាក់ទុកក្នុងកែវអីអញ្ចឹងបងប្អូនពេលណាដែលយើងចង់ហូបអីអញ្ចឹងទៅគឺថាយកមកហូបអីអញ្ចឹងគឺថាมันចេះខូចទេសំខាន់នឹងដោយសារតែការយើងកូរនឹងឲ្យជាមួយស្ងួតជាមួយសាច់ដូងឲ្យបានល្អអញ្ចឹងបងប្អូនកុំឲ្យមានជាប់រៀងល្អៀកទឹកអីអញ្ចឹងណាចាឥឡូវគឺថាជាមួយសាច់ដូងដែលខ្ញុំបានត្រាំហ្នឹងគឺថាខ្ញុំបានដាក់អំបិលចំនួនកន្លះស្លាបព្រាត្រាំជាមួយសាច់ដូងបងប្អូនបើនិយាយទៅត្រាំសាច់ដូងជាមួយអំបិលហ្នឹងគឺថាអស់រយៈពេល1ម៉ោងណាដល់ពេលអស់ពី1ម៉ោងទៅយើងក៏ស្រង់ហើយលាងទឹកម្សៅទៀតលើកសម្បោះលាងទឹកឲ្យស្អាតអីអញ្ចឹងទៅបងប្អូនហើយសម្រាប់ចការគ្រឿងផ្សំអញ្ចឹងបងប្អូនអត់មានឃើញអីញ៉ៃអីច្រើនទេចាខ្ញុំមានជាមួយស្លឹកតយនិងជាមួយស្ករសបងប្អូនសម្រាប់ចការដូង2ហ្នឹងគឺថាខ្ញុំប្រើជាមួយស្ករចំនួនកាចកូនចានហ្នឹងបងប្អូនចាហើយទៅក៏ដាក់ខ្ទះឲ្យក្តៅអញ្ចឹងចូលក៏ចាក់ស្ករសចូលហើយក៏ដាក់ទឹកចំនួន1កូនចានកន្លះហ្នឹងបងប្អូនចាហើយក៏ដាក់ជាមួយស្លឹកតយហើយដាក់ជាមួយដូងនឹងចាក់ចូលទៅបងប្អូនចាហើយបើនិយាយរួមការបើកភ្លើងហ្នឹងគឺថាមិនបាច់បខំភ្លើងទេគឺថាបើកភ្លើងល្មមបានហើយជៀសវាងកុំឲ្យមានការខ្លោចអីអញ្ចឹងណាបងប្អូនបើនិយាយទៅបើសិនជាបងប្អូនអត់ចូលចិត្តជាមួយស្លឹកតយទេបងប្អូនមិនបាច់ដាក់ក៏បានដែរហើយសម្រាប់នេះខ្ញុំចង់បានគ្រឿងក្លិនឈ្ងុយចេញពីស្លឹកតយបងប្អូនពីនិយាយថាដាក់លឹកតយដល់ពេលងាស់ទៅគឺថាចំហាយផ្សែងហ្នឹងគឺថាក្លិនឡើងឈ្ងុយជាមួយលឹកតយហ្មងបងប្អូនប៉ុន្តែត្រង់ដាក់ងាស់ជាមួយស្លឹកតយពេលដែលងាស់ស្ងួតទៅគឺថាពណ៌ចេញពីស្លឹកតយរៀងក្រហមព្រឿងតិចបងប្អូនអត់ដូចយើងប្រើជាមួយស្ករសសុទ្ធទេបើសិនជាយើងប្រើជាមួយស្ករសសុទ្ធគឺថាពណ៌អត់មានចេញព្រឿងចេញពីស្លឹកតយទេគេថាពណ៌សក្បោះអីអញ្ចឹងណាបងប្អូននេះដោយសារខ្ញុំចង់ដាក់ជាមួយលឹកតយបើនិយាយទៅបងប្អូនហើយពីថាក្លិនជាមួយលឹកតយគឺថាឡើងឈ្ងុយជាប់ជាមួយនឹងសាច់ដូងរបស់យើងអញ្ចឹងណាបងប្អូនហើយពេលដែលងាស់ទឹកស្ងួតអស់បងប្អូនត្រូវតែបន្ថយភ្លើងថែមទៀតហើយដោយថាកូរកុំឲ្យដកដៃដើម្បីឲ្យជាមួយសាច់ស្ករនិងសាច់ដូងគឺថាខំចូលគ្នាទលីងតលស្ងួតបងប្អូនដល់ពេលកាលណាតែស្ងួតខ្សោះល្អគឺថាយើងអាចថែរក្សាទុកបានយូរអញ្ចឹងណាបងប្អូន